ថ្ងៃនេះបើកទូទឹកកកទៅឃើញមានសាច់គោម្ដុំធំនឹកឃើញចង់ញ៉ាំសាច់គោអាំងទឹកប្រហុកប៉ុន្តែចំពោះទឹកប្រហុកញ៉ាំថ្ងៃនេះគឺជាប្រភេទទឹកប្រហុកជាមួយនឹងពងក្រងហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ហើយប្លែកបងប្អូនសម្រាប់គ្រឿងផ្សំដែលត្រូវធ្វើទឹកប្រហុករបស់យើងនឹងអាចនឹងរៀងច្រើនមុខបន្តិចបងប្អូនប៉ុន្តែធ្វើឲ្យទឹកប្រហុករបស់យើងនឹងគឺរសជាតិឆ្ងាញ់ឥឡូវខ្ញុំចាប់ផ្ដើមប្រឡាក់សាច់មុនខ្ញុំប្រើប្រេងខ្យង2ស្លាបព្រាបាយនិងទឹកស៊ីអ៊ីវ1ស្លាបព្រាបាយហើយទុកម្លែកឥឡូវនេះយើងមកហាន់ជាមួយនឹងគល់ស្លឹកគ្រៃបន្ទាប់មកទៀតខ្ញុំហាន់ស្លឹកក្រូចជាមួយនឹងខ្ទឹមក្រហមហើយចិញ្ច្រាំខ្ទឹមសយើងឲ្យម៉ដ្ឋឥឡូវខ្ញុំចាប់ផ្ដើមចាក់ប្រហុក2ស្លាបព្រាបាយហើយបន្ទាប់មកខ្ញុំចាក់ជាមួយនឹងទឹកក្តៅអ៊ុនៗហើយច្បល់វាឲ្យសព្វសិនបន្ទាប់មកខ្ញុំដាក់ស្ករស1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេនិងទឹកដោះគោខាប់យើងនឹង1ស្លាបព្រាបាយហើយខ្ញុំចាក់ស្លឹកក្រូចហាន់បន្ទាប់មកទៀតខ្ទឹមក្រហមខ្ទឹមសគល់ស្លឹកគ្រៃហើយបន្ថែមជាមួយនឹងក្រូចឆ្មាមួយចំណិតទៀតចុងក្រោយខ្ញុំដាក់សណ្តែកដីហើយកូរគ្រឿងផ្សំយើងឲ្យសព្វគឺជាការរួចរាល់ហើយឥឡូវនេះដល់ពេលចៀនសាច់គោយើងម្ដងហើយដំបូងខ្ញុំដាក់ប៊ឺហើយបន្ទាប់មកទៀតខ្ញុំដាក់សាច់គោចូលហើយប្រែត្រឡប់ឲ្យសាច់គោយើងឆ្អិនល្មមនិយាយទៅគឺខ្ញុំយកប្រហែលជាខ្ទង់ 70% បងប្អូនតែប៉ុណ្ណឹងគឺសាច់គោយើងរួចរាល់ហើយតោះបងប្អូនទាំងអស់គ្នាអញ្ជើញពិសាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត